ថ្មីនេះវត្តមានអាប់ពណ៌អសដល់ចម្លែកបានបង្ហាញខ្លួននៅដងរ៉ែក្រហមពួកលោកបានសន្យាហើយថាមិនរបួលជាមួយខ្ញុំទេពេលនោះខ្ញុំមិនទាន់ឡើងកាន់ចង់លីសាយជាមួយខ្ញុំមែនទេណែធ្វើស្អីហ្នឹងខ្ញុំប្រាប់ថាជប់ទៅតើគ្មានមាននោះអាចសល់ជីវិតមកវិញបានទេវាសំខាន់ដែរអត់អ្នករបួសនៅ749សិតតែមានតម្លៃអ្នកគ្រប់គ្នាសរសេរបណ្ដាំហើយនឹងរួចហើយខ្ញុំគ្មានថ្ងៃធ្វើការជាមួយពួកឯងទេតែចំណែកសេរ៉ូបានចេញពីអណ្ដូងក្រហមហើយបើមិនទៅស្លាប់ចៅខ្មោចនៅទីនោះហើយសូមភ្លេចតែនាំខ្លួនឯងមកបានហើយប្រវត្តិសាស្ត្ររបស់749វីរៈជន28នាក់បានពាក់លីដល់ទីបញ្ចប់ពួកឯងគឺជាក្មេងម្នាក់នៅក្នុង749ដល់ពេលដែលពួកឯងធ្វើជាវីរៈជនម្ដងហើយខ្ញុំសូមឲ្យពួកឯងប្រយុទ្ធដើម្បី749